សម្រាប់បងប្អូនយើងដែលប្រើប្រាស់ជាពិសេសប្រភេទ Smart Key បងប្អូនណាបើសិនយើងកាច់សោជាកន្លែងខាងក្រោមនេះវាច្អល់មកកន្លែងគេដាក់ Zip ហ្នឹងគឺមានន័យថាអឺកែបរបស់យើងគឺបើកបានណាទោះយើងនៅឆ្ងាយពីម៉ូតូក៏ដោយយើងទុកអីវ៉ាន់នៅក្នុងហ្នឹងជួនកាលយើងភ្លេចខ្លួនណាយើងកាច់អត់អស់យើងកាច់អស់យើងកាច់មកនេះមិនអស់នេះអញ្ចឹងអានេះគឺសញ្ញានេះសញ្ញាលេខ0នេះមានន័យថាកន្លែងហ្នឹងគឺបិទឡកជាប់ណាអញ្ចឹងយើងបើកកែបើកអីអត់បានទេមិនដែរបើសិនចៃដន្យយើងកាច់អត់អស់យើងទុកអញ្ចេះគឺគេអាចបើកកែបបានណាពេលដែលយើងដាក់ម៉ូតូផ្ញើម៉ូតូអីកែបយើងគេអាចបើកបានណាអញ្ចឹងពេលដែលយើងកាច់អស់ណាសម្រាប់ Smart Key វាសុវត្ថិភាពប៉ុន្តែពេលដែលយើងកាច់អត់អស់វាអាចមានបញ្ហាហ្នឹងណាអញ្ចឹងកាច់ឲ្យអស់មកនេះអានេះបានជាប់នេះណាតែអត់ជាប់ឡកអីបើយើងចង់ឡកទៀតយើងសកត់មកតង់កាច់មកឆ្វេងមកវាឡកហ្នឹងណាអញ្ចឹងសម្រាប់បងប្អូនត្រូវការ Vario ណា2024ឆ្នាំផលិតវាណាហើយទឹកស្អំវានៅខាងក្រោម Vario នេះប្រើ Smart Key 2គ្រាប់ណាกระดาษពុនម៉ូតូថ្មីកេះជូនបងប្អូនណាអញ្ចឹងបងប្អូនអាចមកមើលម៉ូតូបានអញ្ចឹងសម្រាប់បងប្អូនចង់ដាក់ឯកសារមលួសណា Vario តម្លៃមលួស80ជាងបងប្អូនណាគឺមលួសសុទ្ធណាអញ្ចឹងពេលដែលបងប្អូនមកដកម៉ូតូគឺអត់មានត្រូវបង់សេវាអីថែមទាំងអស់បងប្អូនណាផ្លាកលេខយើងធ្វើភ្នំពេញជូនដាក់ឈ្មោះបងប្អូនថ្លៃរដ្ឋបាលធានារ៉ាប់រងសេវាអីផ្សេងបើសិនធនាគារតម្រូវគឺហាងគេរ៉ាប់រងជូនបងប្អូនទាំងអស់ណានិយាយជារួមបងប្អូនសន្សំលុយតែ80ជាងប្រចាំខែមកសម្រាប់ការបង់លួនណាបងប្អូនដកម៉ូតូខែហ្នឹងខែក្រោយអត់បង់លុយធនាគារគេ free ជូនបងប្អូនណាអញ្ចឹងសម្រាប់តម្រូវការឯកសារបងប្អូនតញ្ញិនបានសភៅគ្រួសារពីរហ្នឹងត្រូវតែមានបងប្អូនណាហើយបងប្អូនអ្នកធ្វើការមានលិខិតបញ្ជាក់ប្រាក់ខែឬមួយរបាយការណ៍ឬមួយចុងសន្លឹកឬមួយកាតការងារណាអញ្ចឹងក្នុងចំណោម3 4ហ្នឹងគឺអាចមាន1មាន2អីចឹងទៅបងអាចប្រឹក្សាបានអាចសួរនាំបានបងប្អូនណាសួរនាំសិនទៅតម្រូវការឯកសាររបៀបម៉េចព្រោះទៅតាមប្រភេទការងារទៅតាមធនាគារបងប្អូនណាបើសិនយើងចង់បានអត្រាការប្រាក់ល្អធនាគារដែលគេសិក្សាទៅរៀងលំអិតបន្តិចគេផ្ដល់អត្រាការប្រាក់ឲ្យបងប្អូនល្អណាអញ្ចឹងបងប្អូនមានឯកសារគ្រប់គ្រាន់បងប្អូនចំណេញដែរណាអញ្ចឹងបើសួរថាតញ្ញិនបានមកសន្លឹកលួសបានអត់ជាទូទៅអាចលួសបានដូចគ្នាបងប្អូនប៉ុន្តែត្រូវការមានលុយចូលរួមខ្លះ30%អញ្ចឹងណាបងប្អូនហើយការប្រាក់ក៏ល្អដូចគ្នាដែរការសិក្សាលឿនហើយបងប្អូនក៏បានឯនេះដូចគ្នាបងប្អូនណាក៏បានអត្រាការបង់ប្រចាំខែអីទៀបដូចគ្នាប៉ុន្តែតម្រូវឲ្យមានការងារធ្វើអីដែរបងប្អូនណាបើសិនបងប្អូនអត់មានការងារធ្វើក៏គេអត់ឲ្យដែរទោះយើងមានលុយចូលរួមមិនក៏ដោយណាអញ្ចឹងសួរនាំបានបងប្អូនណាលេខ Telegram 0884334660ទីតាំងលើផ្លូវ53ខាងកើតសាទូបរណាបងប្អូនសួរបានអត់អីទេអរគុណ